សួស្តីកូនៗទាំងអស់គ្នាតើរៀនអក្សរធីចាស់ហើយឬនៅចាស់សរសេរហើយមែនអត់តោះបើចាស់សរសេរហើយយើងចូលអក្សរថ្មីរបស់យើងមួយទៀតតានគឺយើងសិក្សាអំពីអក្សរ U ចាអក្សរ U គឺមានរូបរាងបែបនេះណាកូនអញ្ចឹងតោះកុំឲ្យខាត់ពេលយូរយើងទៅរៀនសរសេរអក្សរ U ទាំង U ធំនិង U តូចទាំងអស់គ្នាអូខេ let's go ចាតម្រង់នៃអក្សរ U អូសំទោសគឺមានលក្ខណៈបែបនេះយើងគូសពីលើចុះមកក្រោមហើយត្រង់ខាងក្រោមនេះគឺរាងកោងបន្តិចណាកូនហើយចាំយើងរុញឡើងទៅលើវិញបង្កើតបានទៅជាអក្សរ U អញ្ចឹងមើល admin ឲ្យតណាកូនណាគូសពីលើចុះមកក្រោមមកដល់ជិតក្រោមនេះយើងកោងបន្តិចបាទវាហើយយើងក៏គូសឡើងទៅលើវិញបង្កើតបានទៅជាអក្សរ U ធំពីលើចុះមកក្រោមបែបនេះយើងកោងគូតវាបន្តិចមកហើយយើងក៏អូសឡើងទៅលើចាបង្កើតបានទៅជាអក្សរ U ធំអញ្ចឹង U តូចក៏មានទម្រង់មិនខុសគ្នាប៉ុន្មានពីអក្សរ U ធំដែរដោយ U តូចគ្រាន់តែគូសមកដូចគ្នាគឺឡើងដូចគ្នាបែរដាក់អញ្ចឹងគ្រាន់តែត្រង់នេះគឺមានជើងវាបន្តិចអញ្ចឹងសម្រាប់ការសរសេរបងប្អូនអាចសរសេរជាលក្ខណៈបែបនេះក៏បានដែរដើម្បីឲ្យបងប្អូនងាយស្រួលណាគឺបែបនេះឃើញទេគឺមានជើងតែសារតែ admin សរសេររាងធំហើយអក្សររបស់ admin មិនស្អាតផងគួរផ្សំគ្នាធ្វើឲ្យមើលទៅពិបាកមើលបន្តិចអញ្ចឹងនេះឃើញអត់ពេលដែល admin បញ្ជាក់មកដាក់មកអញ្ចឹងគឺអក្សរ Uអញ្ចឹងadminបញ្ជាក់ម្ដងទៀតកូនអក្សរ U ធំគឺមានទម្រង់គូសពីលើចុះមកក្រោមហើយក៏កោងត្រង់នេះបន្តិចណាហើយក៏គូសឡើងទៅលើវិញទៅកើតបានទៅជាអក្សរ U ហើយតែចំណែក U តូចវិញក៏មានទម្រង់ដូចគ្នាគ្រាន់តែគូសពីលើចុះមកក្រោមហើយកោងដូចគ្នាអញ្ចឹងហើយយើងគូសទៅលើហើយគូសចុះមកវិញណាហើយដាក់ជើងវាបន្តិចអញ្ចឹងយើងកើតទៅជាអក្សរ U ធំនិង U តូចហើយសម្រាប់ការសរសេរគឺមានតែប៉ុណ្ណេះទេកូនអញ្ចឹងកូនមើលតាន់ឬក៏អត់ដើម្បីជៀសវាងពិបាកមើលអញ្ចឹងadminសូមសរសេរឲ្យកូនមើលម្ដងទៀតអញ្ចឹង U ធំនេះគឺសរសេរបែបនេះណាបែបនេះមកចឹងadminបញ្ជាក់អាតូច1កាឡានេះវិញ32កាឡាខាងបងប្អូនពិបាកមើលមិនយល់សរសេរអត់កើតអញ្ចឹងគឺប៉ុណ្ណឹងទៅចំណែកអក្សរ U តូចវិញគឺមានទម្រង់ដូចគ្នាគ្រាន់តែគូសមកក្រោមបន្តិចអញ្ចឹងមើលadminតណាដូចគ្នាអញ្ចឹងគ្រាន់តែយើងគូសទម្លាក់ជើងចុះមកក្រោមបន្តិចអញ្ចឹងទី1 U តូចគឺយើងសរសេរពីលើនេះហើយកោងគូតបន្តិចអូសឡើងទៅលើអូសចុះមកក្រោមវិញដាក់ជើងវាអញ្ចឹងណាចំណែក U ធំនេះគឺអត់មានទេអត់មានជើងវែងឆ្ងាយទេគឺគូសឡើងទៅលើអញ្ចឹងគឺចប់តែម្ដងចំណែក U តូចអត់មានបញ្ជាក់ម្ដងទៀតគឺកងត្រង់ទៅលើហើយគូសចុះមកក្រោមវិញបែបនេះណាអញ្ចឹងអានេះគឺ U តូចអញ្ចឹងមើលអាធំវិញណាដោយសារអាតូចក្រែងយកពិបាកមើលអញ្ចឹងអាធំនេះគឺadminស្រួលបញ្យល់បងប្អូនអញ្ចឹងការគូសនេះគឺពីលើចុះមកក្រោមបែបនេះជារាងរង្វង់បែបនេះឡើងទៅលើហើយគូសចុះមកក្រោមវិញបង្កើតបានទៅជាជើងវាបន្តិចនេះអញ្ចឹងបានកើតជាអក្សរ U តូចអញ្ចឹងម្ដងទៀតណាកូនជារង្វង់បែបនេះឡើងទៅលើហើយទាញចុះមកក្រោមនៅបន្ទាត់តតែហើយក៏ដាក់ជើងបន្តិចកើតជា U តូចចំណែក U ធំនេះវិញគឺបែបនេះអត់មានពិបាកដាក់ជើងទេតែចប់នៅលើនេះហើយគឺចប់ហើយអញ្ចឹងទាំង U ធំនិង U តូចគឺមានតែប៉ុណ្្នឹងឯងកូនអញ្ចឹងកូនអាចយកទៅសរសេរឲ្យបានច្រើនអញ្ចឹងយើងនឹងជួបគ្នានៅមេរៀនក្រោយតាក់ទងជាមួយនឹងអក្សរឲ្យដែរកូនadmin សង្ឃឹមយ៉ាងមុតមមថាកូននឹងចេះណាចាយើងជួបគ្នាជាមួយមេរៀនក្រោយជាមួយនឹងអក្សរ V ចាហើយបន្ទាប់ពីអក្សរ V ហើយគឺយើងនៅសល់តែ4ពាក្យទៀតតែប៉ុណ្ណោះយើងនឹងបញ្ចប់ហើយអរគុណជម្រាបលា